សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញនៅផ្លូវមួយខ្សែទៀតនៅក្នុងរាជធានីភ្នំពេញយើងតែម្ដងដែលយើងនឹងចាប់ផ្ដើមពីត្រង់ចំណុចស្តុបកណ្ដាលរីយ៉ាខាងមុខនេះគឺជាផ្លូវព្រះមុនីវង្សដែលមានឡានឆ្លងកាត់ទៅមកទៅវិញហ្នឹងណាហើយយើងធ្វើដំណើរឆ្លងកាត់តាមមហាវិថីសហព័ន្ធរុស្ស៊ីយើងឆ្ពោះទៅផ្លូវ598ឆ្លងកាត់ម្ដុំត្រឡប់បែកបន្ទាប់មកគឺយើងបត់ឆ្វេងចុះតាមផ្លូវ1986ដែលគេហៅថាផ្លូវសែនសុខឬក៏ផ្លូវពេទ្យអាយុជាដើមបន្ទាប់មកយើងនឹងបញ្ចប់នៃការធ្វើដំណើរត្រង់ចំណុចបាទផ្លូវភ្នំពេញមិត្តភាពហាណូយផ្លូវលេខ10/19ឬក៏គេហៅថាផ្លូវហាណូយពីមុនមកឬក៏បងប្អូនដែលតែងតែហៅពាក្យយ៉ាងខ្លីគឺផ្លូវហាណូយអញ្ចឹងនេះគឺជាទស្សនវិជ្ជានៃមហាវិថីសហព័ន្ធរុស្ស៊ីដែលយើងចាប់ផ្ដើមធ្វើដំណើរត្រង់ចំណុចនៃស្តុបកាណាឌីយ៉ាផ្នែកខាងឆ្វេងដៃនេះគឺជាទីស្តីការគណៈរដ្ឋមន្ត្រីហើយខាងស្ដាំដៃនេះគឺជាតំបន់គេហៅថារ៉ាទិភ្លើងជាដើមខាងឆ្វេងដៃនេះគឺទីស្តីការគណៈរដ្ឋមន្ត្រីណាបងប្អូនបាទអញ្ចឹងផ្លូវនេះគឺជាផ្លូវសហព័ន្ធរុស្ស៊ីផ្លូវសហព័ន្ធរុស្ស៊ីគឺយើងនឹងចាប់ផ្ដើមដែលមានខ្សែហ្នឹងគឺត្រង់ចំណុចស្តុបកាណាឌីយ៉ាដែលផ្លូវមនីវង្សហ្នឹងរហូតដល់ពលានយន្តហោះពោធិ៍តុងសម្រាប់ប្រភេទផ្លូវសហព័ន្ធរុស្ស៊ីបងប្អូនបាទអញ្ចឹងនេះគឺជាចរាចរណ៍នៅពេលបាទរៀងល្ងាចដែរបាទម៉ោងល្ងាចអញ្ចឹងក៏ព្រឹកថ្ងៃក៏មានការចុះបាទពន្លឺហើយទស្សនវិជ្ជាចរាចរណ៍តាមដងផ្លូវបងប្អូនឃើញស្រាប់ហើយអញ្ចឹងមានចរាចរណ៍បាទមានការធ្វើដំណើររបស់បងប្អូនយើងក្នុងការដែលគាត់ចាក់ចេញពីការធ្វើកិច្ចការងាររកស៊ីផ្សេងៗជាដើមអញ្ចឹងបើសិនជាយើងដល់មុខនេះគឺជាគេហៅថាម្ដុំក្តាន់2បងប្អូនបាទក្តាន់2ហ្នឹងបងប្អូនបាទនៅខាងឆ្វេងដៃហ្នឹងគឺកន្លែងគេហៅ6ក្តាន់2ហើយបើសិនជាយើងបត់ស្ដាំខាងនេះគឺនឹងទៅបង្កក់បងប្អូនទៅបង្កក់ហ្នឹងគឺយើងជិះទៅរហូតយើងនឹងដល់គោលគោកវិញតែម្ដងអញ្ចឹងនេះគឺជាចរាចរណ៍នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីចំណែកខាងឆ្វេងដៃនេះគឺជាក្រសួងការពារជាតិបងប្អូនណាក្រសួងការពារជាតិអញ្ចឹងយើងនឹងធ្វើដំណើរបាទឆ្ពោះទៅមុខទៀតដោយយើងឆ្លងស្ពានអាកាសតិចណូបងប្អូនណាចិត្តសាលាតិចណូហ្នឹងហើយយើងទៅមុខទៀតគឺជាសាលាភូមិន្ទភ្នំពេញជាដើមអញ្ចឹងបងប្អូនអាចទស្សនាទស្សនវិជ្ជានៅតាមដងផ្លូវដូចតទៅចឹងយើងធ្វើដំណើរបន្តទៅមុខទៀតនៅខាងស្ដាំដៃនេះហើយជាអគារផ្សារផាក់សិនបាទអគារនេះគឺបានទុកចោលយូរឆ្នាំហើយបាទបងប្អូននៅស្តុបខាងមុខនេះបើសិនជាយើងបត់ស្ដាំគឺយើងមកបង្កក់បាទបង្កក់ឬក៏យើងអាចទៅទូលគោកក៏បានដែរស្តុបត្រង់ចំណុចហ្នឹងណាបាទតែបើយើងចុះមកឆ្វេងវិញតំបន់នេះគឺវាចូលទៅផ្សារដេប៉ូអីណាបងប្អូនបាទតែចូលទៅឆ្វេងអាចនឹងខុសច្បាប់ចរាចរណ៍នៅខាងមុខនេះគឺជាបាទស្ពានអាកាសតិចណូស្ពានអាកាសតិចណូបងប្អូនជាសាលាតិចណូហើយអគារខ្ពស់ៗស្ដាំដៃនេះគឺជាអគាររបស់ក្រុមហ៊ុនជាតិម៉ុងបាទជាអគារពាណិជ្ជកម្មមានសណ្ឋាគារបាទមានអីសពគ្រប់ក្នុងនឹងបងប្អូនណាបាទអញ្ចឹងបើសិនជាយើងជិះផ្លូវខាងក្រោមនេះចុះខាងក្រោមនេះគឺយើងបត់ស្ដាំមកគឺមកទូលគោកនេះចុះក្រោមហ្នឹងណាគឺយើងមកវងទូលគោកហ្នឹងណាឬក៏យើងចង់ទៅអង្គតែងទូលគោកគឺយើងជិះតាមផ្លូវក្រោមគុំឡើងលើផ្លូវស្ពានតែបើបងប្អូនទៅសាលាភូមិន្ទភ្នំពេញបងប្អូនឡើងលើស្ពានហ្នឹងទៅណាកុំឲ្យយើងពិបាកចុះក្រោមហើយនៅខាងក្រោមវាស្ទះចរាចរណ៍អញ្ចឹងណាយើងជិះលើស្ពានទៅវាអត់សូវស្ទះចរាចរណ៍ប្រហែលទេហើយទៅមុខទៀតនេះអគារនេះគឺជានេះបងប្អូននេះអគារពូខៀវនេះគឺជាអគារពុនតាហើយខាងស្ដាំដៃនេះបងប្អូនណានេះខាងស្ដាំដៃខាងឡានចុះក្រោមឡើងលើអីហ្នឹងគឺទទួលគោកឲ្យបងប្អូនបាទយើងមើលឃើញខាងស្ដាំដៃទៀតគឺជាតំបន់សាលាភូមិន្ទភ្នំពេញហ្នឹងគឺចាប់ពីប្លុកហ្នឹងទៅបាទសាលាភូមិន្ទនេះអញ្ចឹងចរាចរណ៍វាមានភាពរំលាយញឹក ជា
ច្រើននៅក្រុងភ្នំពេញគឺពេលព្រឹកពេលថ្ងៃគឺពេលល្ងាចគឺចរាចរណ៍ស្ទះបាទស្ទះព្រោះអីដោយសារតែការចេញពីធ្វើការចេញពីផ្សេងអញ្ចឹងនាំឲ្យមានការកកស្ទះបាទតែនេះបើយើងបត់មកគឺជាពេទ្យកុមារជាតិនេះខាងឆ្វេងដៃណាបងប្អូនពេទ្យកុមារជាតិណាកន្លែងហ្នឹងនៅបងប្អូនអត់ស្គាល់ថាពេទ្យកុមារជាតិចេញពីណាទៅណាគឺយើងជិះតាមផ្លូវសហព័ន្ធអាស៊ីគឺពេទ្យកុមារជាតិគឺនៅលើផ្លូវហ្នឹងទាំងខាងស្ដាំនេះគឺចង់ទៅសាលាពុំភ្នំពេញជាដើមខាងឆ្វេងដៃនេះបើយើងបត់ឆ្វេងគឺយើងទៅសាលាសន្ធមុខបាទសាលាសន្ធមុខយើងចុះទៅសំណង12ក៏បានយើងចុះទៅឃ្លាំងរំសេវក៏បានយើងចុះទៅសាលាសន្ធមុខក៏បានយើងចុះទៅតំបន់ផ្សេងទីផ្សារដល់គោគឺយើងបត់ឆ្វេងបានដូចជាបងប្អូនបាទនេះយើងបត់ឆ្វេងតាមបាននេះណាយើងបត់ឆ្វេងទៅចុះទៅរហូតដល់ផ្លូវកម្ពុជាក្រោមហើយយើងបន្តដំណើរទៅមុខទៀតបាទមុខទៀតគឺមានស្ពានអាកាសមួយទៀតអញ្ចឹងបើសិនជាយើងទៅសែនសុខបាទទៅសាលាពេទ្យ IU អីជាដើមយើងមិនបាច់ឡើងលើស្ពានទេបងប្អូនណាគឺយើងជិះខាងក្រោមស្ពានវិញយើងមកខាងស្ដាំដៃមកណានេះបងប្អូនមកបែកខាងស្ដាំដៃមកគឺកុំឡើងលើស្ពានកាលណាឡើងលើស្ពានបងប្អូនត្រូវបត់យ៉ាងឆ្ងាយបើឡើងស្ពានបងប្អូនត្រូវជិះទៅដល់ស្ពានអាកាសសាសិនជេរីហើយបងប្អូនបត់ស្ដាំតាមផ្លូវមួយបត់ទៅវិញចឹងសម្រាប់បងប្អូនដែលចង់ស្គាល់ផ្លូវនៅទីក្រុងភ្នំពេញបងប្អូនអាចកុំភ្លេចបាទចុច like ចុច subscribe ផងបងប្អូនបាទហើយខ្ញុំនឹងព្យាយាមថតនៅទិដ្ឋភាពបាទជាក់ស្ដែងនៅតាមដងផ្លូវមួយនៅទីក្រុងភ្នំពេញតែម្ដងគឺថាពេលខ្លះបងប្អូនដែលមកពីបណ្ដាខេត្តគាត់មានការមិនសូវស្គាល់ដែរបាទពឹងលើ Google ពីខ្លះក៏ខុសបាទ Google វារំខុសផ្លូវណាបងប្អូនអញ្ចឹងមើលតាមវីដេអូហ្នឹងទៅនឹងយល់ហើយអញ្ចឹងបើយើងឡើងលើស្ពានគឺយើងឆ្ពោះទៅទឹកថ្លាយើងឆ្ពោះទៅពលានចាស់ជាដើមអញ្ចឹងយើងចង់មកផ្លូវក្រមណាបងប្អូនបើសិនជាបងប្អូនចង់បាទទៅកាន់សែនសុខឬក៏ពេទ្យ IU ណាបងប្អូនអញ្ចឹងយើងចុះតាមក្រោមមកនេះយើងបត់ស្ដាំបើសិនជាបងប្អូនបត់ឆ្វេងនេះបងប្អូនបត់ឆ្វេងគឺបងប្អូននឹងទៅកាន់ផ្លូវ271ត្រូវពេទ្យលោកសង្ឃបាទទៅពេទ្យរុស្ស៊ីគឺបងប្អូនទៅតាមផ្លូវ271បានអញ្ចឹងយើងបត់ស្ដាំមកយើងទៅរហូតបាទផ្លូវនេះគេហៅផ្លូវ598ផ្លូវ598គឺវានឹងជាប់បាទពីចំណុចស្ពានអាកាសបាទពេទ្យលោកសង្ឃហ្នឹងឆ្ពោះទៅរហូតបាទដល់វងមូល Camco City អញ្ចឹងណាចឹងបើបងប្អូនចង់ទៅ Camco City គឺបងប្អូនអាចទៅផ្លូវនេះបានដូចគ្នាមួយទៀតបើសិនជាបងប្អូនចង់ទៅផ្សារទំនើប Ion ទី2ប្រើផ្លូវនេះក៏បានដែរបងប្អូនណាយើងប្រើផ្លូវនេះទៅយើងជិះទៅរហូតបាទជិះទៅរហូតបងប្អូនពិបាករកគឺយើងជិះទៅរហូតទៅបាទដល់ Camco City បាត់ឆ្វេងទៅរហូតទៅគឺដល់ផ្សារ Ion ហើយបើសិនជាយើងពិបាករកណាតែបងប្អូនមើលវីដេអូខ្ញុំទៅខ្ញុំនឹងប្រាប់ថាបើសិនបងប្អូននៅតំបន់ទូកោបាទឬបងប្អូនជាលើផ្លូវត្រឡប់បែកខាងស្ដាំនេះគឺត្រឡប់បែកបងប្អូនហើយយើងចង់ទៅសាធារណរដ្ឋ Ion តាមផ្លូវណាគឺយើងអាចមើលក្នុងវីដេអូទៅខ្ញុំប្រាប់បាច់ប្រើ Google ក៏បានដែរអញ្ចឹងយើងងាយស្រួលព្រោះពេលខ្លះជួនកាលយើងជិះទៅយើងអត់ដឹងថានៅប្លុកណាបើយើងអត់បានបើក Google តំបន់នេះគេហៅត្រឡប់បែកបងប្អូនបាទត្រឡប់បែកកន្លែងនេះគឺរ៉ាផ្ទះភ្លើងបងប្អូនបាទរ៉ាផ្ទះភ្លើងនេះបើសិនជាបងប្អូនបត់ស្ដាំគឺយើងជិះតាមផ្លូវរ៉ាផ្ទះភ្លើងរហូតណាបាទគឺយើងទៅដល់វងមូលទួលគោកហើយយើងអាចបត់មកស្ពានអាកាសតិចនៅបានដូចគ្នាអញ្ចឹងណាក្នុងករណីបងប្អូនខ្ជិលវងទៅក្រោយវិញអញ្ចឹងបងប្អូនបត់តាមផ្លូវផ្ទះភ្លើងទៅស្ដាំដៃទៅរហូតដល់វងមូលទួលគោកបត់មកតិចគឺដល់ស្ពានអាកាសហើយបងប្អូនចង់ទៅផ្លូវនេះវងវិញ
យើងជិះក្រោមស្ពានទៅគឺដល់ហើយបងប្អូនបាទមានប្របាទទេតំបន់នេះបើសិនជាពេលល្ងាចបាទម៉ោងល្ងាចចាប់ពីម៉ោង5ទៅម៉ោងទីខ្លះប្រហែលគឺស្ទះទេអញ្ចឹងបើសិនជាបងប្អូនស្គាល់ផ្លូវច្រើនខ្ញុំលើកទឹកចិត្តថាគូតែជិះពីផ្លូវនឹងល្អពួកតែពេលល្ងាចគឺស្ទះទេពេលល្ងាចនិងពេលព្រឹកបាទពេលថ្ងៃគឺមិនសូវប្រហែលទេបាទកន្លែងនេះបងប្អូនបើសិនបងប្អូនបាត់ស្ដាំគឺយើងទៅ9ទៅគោកឬក៏បងប្អូនចុះស្ដាំគឺបងប្អូនអាចទៅផ្សារ TK Avenue ឬក៏យើងអាចទៅអង្គតែនទូកុំបានដូចគ្នាអញ្ចឹងផ្លូវនេះដែលយើងកំពុងតែធ្វើដំណើរគឺផ្លូវ598គឺពីចំណុចស្ពានអាកាសលោកសង្ឃទៅដល់ក្រុងមួយ Camco City ទូកុំកន្លែងនេះបងប្អូនកន្លែងនេះបើសិនជាយើងចុះស្ដាំគឺទៅសាលាវិទ្យាល័យឥន្ទ្រទេវីនេះបាត់ស្ដាំទៅរហូតគឺដល់វិទ្យាល័យឥន្ទ្រទេវីហើយបាទយើងបាត់ឆ្វេងឡើងមកពេលលោកសង្ឃវិញទៅដែរចរាចរណ៍នៅម៉ោងនេះគឺជាមិនទាន់ល្ងាចប្រហែលទេបងបាទអាចក្នុងការដែលធ្វើដំណើរបើរៀងល្ងាចជាងនឹងគឺរៀងចរាចរណ៍ច្រើនបាទនេះបងប្អូនកន្លែងនេះបើយើងត្រង់គឺទៅពងពុកកម្មធ្វើយើងបាត់ឆ្វេងនេះគឺចូលផ្លូវដែលគេរកហ្នឹងណាផ្លូវពេទ្យអាយុតែគេតែហៅផ្លូវពេទ្យអាយុណាបងប្អូនតែបើយើងតាមនៅក្នុងផែនទីគេដាក់ផ្លូវ1986បងប្អូនបាទអញ្ចឹងចរាចរណ៍បាទមានអ៊ូអបាទមានញឹកបាទតាមផ្លូវហ្នឹងបាទយើងជិះត្រង់រហូតគឺដល់ផ្លូវហាណូយអូនេះក៏ដាក់ក្នុងផែនទីដាក់ថាពេញមិត្តភាពហាណូយជាដើមបាទពីមុនយើងនិយាយផ្លូវហ្នឹងបាទអញ្ចឹងបងប្អូនមើលឃើញទស្សនវិជ្ជាស្ដែងបាទយើងជិះមកហើយបើសិនជាបងប្អូននៅតំបន់នេះហើយបងប្អូនចង់ទៅផ្សារទំនើប Eon ទី2បងប្អូនណាខ្ញុំប្រាប់បងប្អូននេះដល់ stop នេះបត់ស្ដាំតាមឡានហ្នឹងណាបត់ស្ដាំជិះទៅរហូតបាទបងប្អូននឹងដល់ stop គេហៅថា stop ផ្លូវអង្គញាមវិធីយើងជិះឆ្លង stop នឹងទៅរហូតទៅគឺដល់ផ្សារទំនើប Eon ទី2បងប្អូនបាទមានពិបាកទេអញ្ចឹងបើសិនជាបងប្អូនស្គាល់ផ្លូវច្រើនយើងងាយស្រួលក្នុងការដែលយើងជិះពីផ្លូវមួយទៅផ្លូវមួយមិនបាច់ត្រូវការវងតើផ្លូវធំបានយើងទៅដល់ទីតាំងបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាបាទផ្លូវអាយុដែលយើងងាយស្រួលហៅផ្លូវពេទ្យអាយុសាលាអាយុណាបងប្អូនបាទអញ្ចឹងយើងជិះត្រង់ទៅរហូតទៅគឺនឹងដល់ផ្លូវហាណូយហើយចរាចរណ៍បាទមានទឹកបាទអ្នកដែលរស់នៅទីក្រុងភ្នំពេញទីនោះគឺគាត់ត្រូវទទួលស្គាល់និងរៀនរស់នៅជាមួយនឹងគេហៅថាការស្ទះចរាចរណ៍បាទទី1ការស្ទះចរាចរណ៍ទី2ការជិះប៉ាណាណីបាទគឺត្រូវទទួលស្គាល់ត្រូវរៀនរស់នៅអញ្ចឹងបាទគឺពីអញ្ចឹងគឺស្ទះសឹងទៅរងហាច់បាទស្ទះសឹងទៅរងហាច់សម្រាប់ម៉ោងធ្វើការពេលព្រឹកពេលថ្ងៃឬក៏ពេលចេញធ្វើការជាដើមអញ្ចឹងតើយើងត្រូវរៀនជិះស៊ាំជាមួយអញ្ចឹងសម្រាប់អ្នកដែលនៅទីក្រុងភ្នំពេញយូរគឺគាត់អត់ជាបញ្ហាទេបាទគាត់ទៅមកហើយបាទអញ្ចឹងបងប្អូនដែលនៅតាមខេត្តបាទអញ្ចឹងមិនទាន់ស្គាល់ផ្លូវបាទមួយធំនេះបាទគឺការជិះនៅទីក្រុងភ្នំពេញគឺអញ្ចឹងបងប្អូនបាទនេះគឺទឹកដីទីក្រុងភ្នំពេញណាទឹកដីនេះគឺនៅស្ថិតនៅខណ្ឌសែនសុខបងប្អូនបាទនេះខាងឆ្វេងដៃនេះគឺជាពេទ្យអាយុសាលាពេទ្យអាយុគេហ្នឹងបងប្អូនបាទអញ្ចឹងយើងទៅត្រង់ទៀតទៅគឺដល់ផ្លូវហាណូយបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តវីដេអូបងប្អូនអាចជួយ subscribe មួយទៅបាទជួយ comment មួយទៅបាទជួយ like មួយទៅដើម្បីនឹងបានទស្សនាផ្លូវផ្សេងៗនៅទីក្រុងភ្នំពេញបាទមានផ្លូវច្រើនបងប្អូនដែលមិនទាន់បានថតចែកជូនបងប្អូនអញ្ចឹងណាហើយបងប្អូនជួយ like ជួយ comment ជួយ subscribe ទៅគឺខ្ញុំនឹងជាថតជូនបងប្អូនផ្លូវមួយបងប្អូនចូលហើយធ្វើការរៀបរាប់ឲ្យបងប្អូនបានដឹងផងដែរ